យេខ្ញុំចង់សួរព្រមលិខិតហើយមិនដេចបានក៏លំអៀងហើយមិនបានចាយមានអ្នកមានហើយមានអ្នកក្រហើយអ្នកខ្លះរស់ទាំងរងាឯកោអ្នកខ្លះរស់ដោយភាពកក់ក្ដៅយេខ្ញុំមកអង្គុយតែម្នាក់ឯងនៅក្រោមពន្លឺនៃភ្លើងទៀននេះបិចមួយដើមសៀវភៅមួយក្បាលខ្ញុំតែងទំនុកជាសំនៀងសួរព្រមលិខិតដេចលំអៀងដេចមានអ្នកក្រហើយនឹងអ្នកមានហើយមានអ្នកអត់នឹងអ្នកស្រីឃ្លានអ្នកខ្លះតស៊ូទាំងអំណត់ឲ្យតែបានលុយមិនខ្លាចហត់ឲ្យតែខ្លួនឯងបានទៅមុខឲ្យតែគ្រួសារបានក្តីសុខអ្នកខ្លះខំរកបតាំងពីក្មេងរហូតដល់ចាស់កោងខ្នងបើចុងក្រោយគ្មានសល់អ្វីមួយសែនទេខ្ញុំមកអង្គុយនៅលើស្ពានថ្មព្រះពន្លាបណ្ដែតអារម្មណ៍ទៅតាមទឹកបង្ហូរទៅតាមនៅកងគាលើកដៃសំពះព្រះម៉ែគ្រប់លក្ខសូមជួយឲ្យកូនផុតវេទនាសូមឲ្យភ្នំជញ្ជឹងជួយបាំងបិទក្តីក្រមគ្រាសូមមកព្រះនរីរេរាំបំភ្លឺផ្លូវឲ្យកូនទៅរកផ្លូវមួយដែលផុតទុក្ខសោកមួម៉ៅដែលសៅមងជួបរឿងល្អៗនៅក្នុងជីវិតពោពេញដោយភាពរីករាយសូមឲ្យកម្មពៀវេទនារលាយទៅតាមទឹកដែលហូរច្រអូយេវាជាព្រមលិខិតឬក៏ជាព្រេងវាសនាយេខ្ញុំមកអង្គុយតែម្នាក់ឯងនៅក្រោមពន្លឺនៃភ្លើងទៀននេះបិចមួយដើមសៀវភៅមួយក្បាលខ្ញុំតែងទំនុកជាសំនៀងសួរព្រមលិខិតដេចលំអៀងដេចមានអ្នកក្រហើយនឹងអ្នកមានហើយមានអ្នកអត់នឹងអ្នកស្រីឃ្លានអ្នកខ្លះតស៊ូទាំងអំណត់ឲ្យតែបានលុយមិនខ្លាចហត់ឲ្យតែខ្លួនឯងបានទៅមុខឲ្យតែគ្រួសារបានក្តីសុខអ្នកខ្លះខំរកបតាំងពីក្មេងរហូតដល់ចាស់កោងខ្នងបើចុងក្រោយគ្មានសល់អ្វីមួយសែនទេខ្ញុំមកអង្គុយនៅលើស្ពានថ្មព្រះពន្លាបណ្ដែតអារម្មណ៍ទៅតាមទឹកបង្ហូរទៅតាមនៅកងគាលើកដៃសំពះព្រះម៉ែគ្រប់លក្ខសូមជួយឲ្យកូនផុតវេទនាសូមឲ្យភ្នំជញ្ជឹងជួយបាំងបិទក្តីក្រមគ្រាសូមមកព្រះនរីរេរាំបំភ្លឺផ្លូវឲ្យកូនទៅរកផ្លូវមួយដែលផុតទុក្ខសោកមួម៉ៅដែលសៅមងជួបរឿងល្អៗនៅក្នុងជីវិតពោពេញដោយភាពរីករាយសូមឲ្យកម្មពៀវេទនារលាយទៅតាមទឹកដែលហូរច្រអូយេ